នៅថ្ងៃដែលនាងលីឈប់វិស្វករស្រីរូបនេះបានលុបកូដចោលអស់ថ្ងៃបន្ទាប់មកប្រព័ន្ធទាំងមូលរបស់ក្រុមហ៊ុនក៏គាំងដំណើរការរហូតដល់ខ្សែធនព្រោះកន្លងមកគឺនាងតែម្នាក់ឯងតែជាអ្នកទ្រទ្រង់ក្រុមហ៊ុនមួយនេះតាំងពីក្រុមហ៊ុននៅតូចរហូតចំណេញបានលានដុល្លារប៉ុន្តែ10ឆ្នាំមកនេះនាងនៅតែជាបុគ្គលិកធម្មតាចំណែកកូនសិស្សរបស់នាងបែរជាឡើងជាប្រធានទៅវិញពេលនាងបំរុងទៅជួបមេដើម្បីសុំឡើងប្រាក់ខែនាងក៏បានលួចរមេនិយាយគ្នាបែបនេះថាមេគួរតែឲ្យជីវលីងឡើងតំណែងទេនាងធ្វើការនៅទីនេះយូរហើយសមត្ថភាពក៏ពូកែនាងចេះតែសរសេរកូដមិនអាចគ្រប់គ្រងគេបានទេម្យ៉ាងទៀតបើចង់ឲ្យនាងឡើងតើឲ្យឡើងធ្វើអីរយកៅអីរបស់ហែងទុកឲ្យខ្ញុំចាត់ការចុះនាងកំពុងខ្វះខាតលុយទាំងបងរំលោះឡានបងថ្លៃផ្ទះប្តីនាងក៏ប្រាក់ខែតិចនាងមិនហ៊ានឈប់ទេមនុស្សស្មោះត្រង់ដូចជានាងយើងមិនបាច់ឲ្យប្រាក់ខែច្រើនទេឯងធ្វើការយូរហើយត្រូវចេះសន្សំលុយឲ្យក្រុមហ៊ុនដឹងទេចុះចំណែកសៀវចេនវិញគេទើបតែមកបាន5-1ខែទេសៀវចេនគេមិនដូចគ្នាទេឪពុកគេជាអនុប្រធានក្រុមហ៊ុនធំគេគឺជាអតិថិជនរបស់យើងម្យ៉ាងទៀតគេជាក្មេងឆ្លាតមានការខិតខំយើងគួរតែទុកឱកាសឲ្យក្មេងជំនាន់ក្រោយបានហើយរកវិធីលួងលោមនាងទៅឯងប្រាប់នាងថាឆ្នាំនេះអស់គោលដៅហើយចាំឆ្នាំក្រោយចាំគិតទៀតកុំបារម្ភទុកចិត្តលើខ្ញុំចុះប៉ុន្តែមេចុះបើសិនជានាងមិនសុខចិត្តហើយរករឿងវិញនាងអាយុ30ជាងហើយឯងដឹងទេអាយុប៉ុណ្ណេះបើនៅកន្លែងផ្សេងគេដេញចេញបាត់ហើយបើខ្ញុំយកប្រាក់ខែខ្ពស់ទៅជួលនាងខ្ញុំសុខចិត្តយកលុយនេះទៅជួលក្មេងថ្មីថោកជាងមេនិយាយត្រូវទៅធ្វើការវិញទៅសម្លាញ់ឆ្នាំនេះអស់គោលដៅហើយពិបាកណាស់ប៉ុន្តែមេគាត់នៅតែគិតដល់ឯងចាំឆ្នាំក្រោយច្បាស់ជាបានហើយអរគុណច្រើនហើយមិនអីទេតាមពិតខ្ញុំក៏មិនសូវសង្ឃឹមដែរព្រោះឆ្នាំនេះខ្ញុំអាយុ35ឆ្នាំហើយអាយុ35ឆ្នាំក្នុងការងារនេះគឺពិបាកណាស់ចាស់ពេកគេថាយើងថ្លៃក្មេងពេកគេថាគ្មានបទពិសោធន៍ប៉ុន្តែអាឡូសួស្ដីអ្នកនាងជីវលីងខ្ញុំជាអ្នករើសបុគ្គលិកឥឡូវនេះមានឱកាសល្អមួយតើអាចជែកគ្នាបានទេចាស់បានគឺអញចេះក្រុមហ៊ុនឈ្មោះឌីងហ៊ុយគេកំពុងត្រូវការប្រធានផ្នែកបច្ចេកទេសក្រោយពីឃើញប្រវត្តិរូបរបស់អ្នកគេគិតថាអ្នកស័ក្តិសមណាស់ក្រុមហ៊ុនឌីងហ៊ុយជាគូប្រជែងយើងតើខ្ញុំធ្វើការទីនេះ10ឆ្នាំហើយសូម្បីប្រធានក្រុមក៏មិនធ្លាប់បានធ្វើផងចុះហេតុអ្វីហៅខ្ញុំទៅធ្វើជាប្រធាននិយាយលេងទេដឹងខ្ញុំមិនធ្លាប់ដឹកនាំក្រុមទេតើគេចង់ឲ្យខ្ញុំធ្វើអ្វីអ្នកនាងពិតជាដាក់ខ្លួនមែនអ្នកនាងដឹងទេថាអ្នកនាងល្បីប៉ុណ្ណាល្បីយ៉ាងម៉េចអ្នកនាងជំនាញខាងប្រព័ន្ធកូដបំផុតប្រធានក្រុមហ៊ុននោះចង់ជួបអ្នកនាងណាស់គាត់ថាអត្ថបទដែលអ្នកនាងសរសេរពីមុនមករហូតដល់ពេលនេះពួកគេនៅតែយកមកអនុវត្តនោះជារបស់ខ្ញុំតាំងពី5ឆ្នាំមុននៅទីនេះគ្មានអ្នកណាមើលទេនឹកស្មានមិនដល់មែនខ្ញុំនិយាយការពិតណាស់ខាងក្រុមហ៊ុននោះចង់បានអ្នកនាងខ្លាំងណាស់អញ្ចឹងសាកល្បងទៅជែកគ្នាសិនទៅបើមិនជោគជ័យក៏មិនអីដែរចាត់ទុកថារាប់អានមិត្តភក្តិចុះយល់ព្រមជួបគ្នាថ្ងៃសៅរ៍ខ្ញុំក៏ហកថាជូនកូនទៅពេទ្យទើបគេអនុញ្ញាតឲ្យច្បាប់សួស្ដីអ្នកនាងជីវលីងមែនទេចាស់សូមអញ្ជើញក្រុមហ៊ុនយើងសម្រាក2ថ្ងៃនេះមិនធ្វើការទេអញ្ជើញអង្គុយសិន
សូមរងចាំបន្តិចលោកប្រធានលីចិត្តមកដល់ហើយចាស់អ្នកនាងជីវលីងខ្ញុំលីឈួនសួស្ដីលោកប្រធានលីមិនបាច់ហៅប្រធានទេហៅឈ្មោះខ្ញុំធម្មតាបានហើយអង្គុយចុះខ្ញុំសូមនិយាយត្រង់តែម្ដងថ្ងៃនេះមិនមែនជាការសម្ភាសទេគ្រាន់តែជែកគ្នាខ្ញុំបានអានឯកសាររបស់អ្នកអស់ហើយផ្នែកបច្ចេកទេសគឺអស្ចារ្យណាស់ខ្ញុំគ្រាន់តែចង់ដឹងរឿងមួយប៉ុណ្ណោះអ្នកធ្វើការនៅទីនោះ10ឆ្នាំហើយហេតុអ្វីក៏ស្រាប់តែចង់ឈប់ព្រោះខ្ញុំនៅលេងកើតហើយ10ឆ្នាំមិនដែលបានឡើងតំណែងម្ដងណាទេរាល់ឆ្នាំចេះតែប្រាប់ថាចាំឆ្នាំក្រោយចាំហើយចាំទៀតតតែសប្តាហ៍មុនខ្ញុំលួចជ្រមេនិយាយថាគាត់ប្រកាសជាមិនហ៊ានឈប់ទេចុះអ្នកគិតយ៉ាងម៉េចដែរខ្ញុំចង់បញ្ជាក់ថាគាត់គិតខុសល្អខ្ញុំប្រាប់ការពិតចុះខាងយើងពិតជាកំពុងត្រូវការមនុស្សដើម្បីរៀបចំប្រព័ន្ធថ្មីខ្ញុំបានឃើញកូដដែលអ្នកសរសេរហើយគឺពិតជាល្អណាស់យើងត្រូវការអ្នកមានបទពិសោធន៍មកដឹកនាំចាស់ប៉ុន្តែខ្ញុំមិនធ្លាប់ដឹកនាំក្រុមទេមិនធ្លាប់គឺអាចរៀនសូត្របានឲ្យតែមានបច្ចេកទេសពិតប្រាកដជីវលីងខ្ញុំសុំសួរមួយប្រព័ន្ធកូដកាលពីមុនអ្នកណាជាអ្នកធ្វើអ្នកណាអ្នកថែរក្សាពេលមានបញ្ហាអ្នកណាជាអ្នកដោះស្រាយគឺខ្ញុំចុះអ្នកគិតថាខ្លួនឯងគ្មានបទពិសោធន៍ឬម្ចាស់ខ្ញុំថាខ្ញុំមិនចេះគ្រប់គ្រងគាត់និយាយមិនពិតទេមនុស្សម្នាក់ដែលអាចបង្កើតប្រព័ន្ធបានទាំងមូលថែមទាំងថែរក្សាបាន10ឆ្នាំមិនឲ្យមានបញ្ហានេះមិនហៅថាការគ្រប់គ្រងទេខ្ញុំក៏មិនដឹងដែរជីវលីងអ្វីដែលអ្នកខ្វះមិនមែនជាសមត្ថភាពទេគឺខ្វះឱកាសតែប៉ុណ្ណោះលោកមានន័យថាតំណែងសម្រាប់អ្នកគឺប្រធានផ្នែកបច្ចេកទេសដឹកនាំក្រុមការងារ10នាក់ទទួលខុសត្រូវរៀបចំប្រព័ន្ធថ្មីចំណៃប្រាក់ខែប៉ុន្មាន$55,000ខ្ញុំធ្វើការ10ឆ្នាំនៅកន្លែងចាស់បានត្រឹមតែ18,000ប៉ុណ្ណោះមានប្រាក់បន្ថែមប្រចាំឆ្នាំទៀតភាគហ៊ុនក្រុមហ៊ុនគិតផ្សេងសាកល្បងការងារ6ខែប្រាក់ខែបើកពេញមិនកាត់ទេលោកប្រធានហេតុអ្វីលោកឲ្យខ្ញុំច្រើនម្ល៉េះព្រោះសមត្ថភាពអ្នកស័ក្តិសមទទួលបានវានោះអីគ្រាន់តែក្រុមហ៊ុនចាស់របស់អ្នកគេកំណាញ់មិនចង់ឲ្យអ្នកប៉ុណ្ណោះនាងចេះតែសរសេរកូដមិនអាចគ្រប់គ្រងគេបានទេតែថាអត់ដែរតែថាកុំគឺចុកស៊ីឡើងផត់តែអញមកវាវាស្គមដដែលនេះយ៉ាសកាញ៉ាំអីកុំចិត្តថតដែរប្រើដៃទំនើបជាតិជាមួយយ៉ាសកា Body Shade ជាវីតាមីនសម្រកសំឡើងពីក្របធន់ជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រកគីឡូបានលឿនរាងស្អាតដោយសុវត្ថិភាព Wow friend អាក់ម៉ាប្រើដៃទំនើបជាតិជាមួយយ៉ាសកា Body Shade ជាវីតាមីនសម្រកសំឡើងពីក្របធន់ជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រកគីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពជាមួយផលិតផលស្តង់ដារមកពីប្រទេសបារាំងខ្ញុំសុំពេលគិតសិនពិតជាបានមិនប្រញាប់ទេឆ្លើយតបក្នុងមួយសប្តាហ៍បានហើយខ្ញុំស្រាប់តែយល់ថា10ឆ្នាំនេះប្រៀបដូចជារឿងកំប្លែងខ្ញុំតែងតែគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់តាមពិតទៅមកពីគេកំណាញ់តែប៉ុណ្ណោះវាពិតជាសាំញ៉ាំណាស់មិនអាចភ្ជាប់ទំនាក់ទំនងបានលឿនទេចំពោះប្រព័ន្ធថ្មីរបស់យើងខ្ញុំមានគំនិតមួយដែលអាចដោះស្រាយបញ្ហានេះបានយ៉ាងល្អគឺយើងគ្រាន់តែប្រើកំណត់សម្គាល់បញ្ហាឲ្យបានលឿន
នឹងរៀបចំស្លាកសញ្ញាឲ្យមានភាពងាយស្រួលជាងមុនដើម្បីឲ្យប្រព័ន្ធដំណើរការបានត្រឹមត្រូវល្អណាស់យើងប្រើប្រព័ន្ធទំនើបបំផុតយកមកប្រើប្រាស់ជាមួយគ្នានោះយើងនឹងទទួលបានលទ្ធផលល្អសៀវចេនទើបមកបាន6 ខែតែនិយាយពីបច្ចេកទេសនិងការបង្ហាញតាក់ទាញបានល្អណាស់ធ្វើបែបនេះប្រព័ន្ធទាំងមូលរបស់យើងនឹងដំណើរការរលូនហើយតាមរយៈ AV នឹងរឹតតែល្អប្រកាសជាអស្ចារ្យណាស់ជីវលីងចាស់មានការអ្វីមែនទេមែនហើយតើអ្នកយល់យ៉ាងណាដែរចំពោះគំនិតរបស់សៀវចេនយល់ព្រមទេអត់មានទេពិតជាអត់មានយោបល់មែនយ៉ាងណាក៏ដោយបើវល់ខ្លាំងក៏នៅតែត្រូវការបុគ្គលិកចាស់ជួយគាំទ្រដែរត្រូវទេទោះបីគេទើបតែមកធ្វើការក៏ពិតមែនប៉ុន្តែសមត្ថភាពគេពិតជាល្អមែនពិតជាមានគំនិតឆ្លាតវៃអញ្ចឹងល្អហើយបញ្ចប់ការប្រជុំខ្ញុំនឹងរៀបចំគម្រោងនេះឲ្យបានល្អបំផុតគីយ៉ាសំឡាញ់ថ្ងៃត្រង់នេះទៅញ៉ាំបាយជាមួយគ្នាទេនេះហើយជាមិត្តរួមការងារដែលស្និទ្ធជាងគេនៅទីនេះកាលពីមុនបាបួរគឺខ្ញុំទៅភ្លាមតែគួរឲ្យស្ដាយកុំបារម្ភអីសុំទោសខ្ញុំរវល់បន្តិចហើយបងស្រីថ្មីនេះមើលទៅដូចជាមិនសូវសប្បាយចិត្តសោះសំឡាញ់កុំបារម្ភអីខ្ញុំជួយនិយាយឲ្យឯងហើយណាឆ្នាំក្រោយច្បាស់ជាបានខ្ញុំហ៊ានធានាអត់ទេគ្រាន់តែហត់បន្តិចឯងគេនិយាយរឿងអីមែនទេគ្មានទេមានរឿងអីគីយ៉ាខ្ញុំក៏ដឹងថាប៉ុន្មានឆ្នាំនេះឯងមិនបានឡើងតំណែងឯងច្បាស់ជាអន់ចិត្តហើយប៉ុន្តែក្រុមហ៊ុននៅតែទទួលស្គាល់ឯងជានិច្ចគ្រាន់តែពេលវេលាមិនទាន់មកដល់ខ្ញុំដឹងហើយមើលចុះឥឡូវស្ថានភាពសេដ្ឋកិច្ចខាងក្រៅមិនសូវល្អទេកន្លែងណាក៏បញ្ឈប់បុគ្គលិកដែរពិសេសមនុស្សស្រីដូចជាឯងរឹតតែពិបាកហើយឥឡូវនេះឯងជិតអាយុ35ឆ្នាំហើយទៀតមែនទេត្រូវហើយជាមនុស្សស្រីការងារដែលមានស្ថិរភាពគឺសំខាន់បំផុតឥឡូវនេះរកការងារពិបាកណាស់ណាបើធៀបជាមួយក្រុមហ៊ុនដទៃក្រុមហ៊ុនយើងមានស្ថិរភាពបំផុតហើយអ្នកនាងជីវលីងខាងក្រុមហ៊ុនចង់ដឹងថាអ្នកនាងសម្រេចចិត្តយ៉ាងណាហើយសំឡាញ់ឯងក៏ដឹងថាយើងស្និទ្ធស្នាលជាងគេខ្ញុំច្បាស់ជាមិនអាក្រក់ដាក់ឯងទេយល់ពមខ្ញុំទៅធ្វើការហើយចាស់តាមសម្រួលរវល់ណាស់សួស្ដីមែនហើយខ្ញុំយល់ព្រមហើយល្អណាស់អ្នកនាងខ្ញុំនឹងរៀបចំឯកសារជូនភ្លាមតើអ្នកនាងងាយស្រួលលាឈប់ថ្ងៃណាដែរថ្ងៃច័ន្ទសប្តាហ៍ក្រោយសៀវចេនអបអសាទរផងឈប់ហៅសៀវចេនទៅត្រូវហៅថាប្រធានចេនវិញប្រធានចេនពិតជាមានសមត្ថភាពមែនអរគុណកុំនិយាយបែបនេះអីរឿងនេះមិនទាន់ច្បាស់ការទេមានជូនជាអ្នកទាំងអស់គ្នានៅទីនេះខ្ញុំសូមប្រកាសរឿងមួយយោងតាមការសម្រេចរបស់ថ្នាក់លើយល់ព្រមដំឡើងតំណែងឲ្យសៀវចេនជាប្រធានផ្នែកសូមទេដៃអបអសាទរអបអសាទរអរគុណច្រើនអរគុណសូមអរគុណបងស្រីជីវមើលទៅដូចជាមិនពេញចិត្តខ្ញុំទេអូអបអសាទរផងចាស់ប៉ុន្មានថ្ងៃនេះបងស្រីជីវមិនសូវសប្បាយចិត្តទេ
មនុស្សស្រីតែអញ្ចឹងឯងអ្នកទាំងអស់គ្នាដឹងស្រាប់ហើយតែមានអារម្មណ៍មិនល្អរាល់ខែសូមគុំប្រកាន់គាត់អីបងស្រីជីវជាបុគ្គលិកចាស់នៅទីនេះដឹងពីកិច្ចការក្រុមហ៊ុនច្បាស់ណាស់សង្ឃឹមថាបងនឹងជួយគាំទ្រខ្ញុំទៅថ្ងៃមុខនេះជាតម្រូវការគម្រោងរបស់ខ្ញុំមើលហើយរៀបចំឲ្យលឿនមកការងារប៉ុណ្ណេះវាស្មើនឹងមនុស្ស10នាក់ណាអ្នកពូកែត្រូវធ្វើច្រើនអញ្ចឹងហើយបងជាបុគ្គលិកចាស់ត្រូវធ្វើជាគំរូឲ្យគេនេះទើបហៅថាអ្នកពូកែជីវលីងឯងមានអរិយាប័ត្របែបនេះឬចង់រករឿងក៏មិនមើលពេលលាដែរគិតថាខ្លួនជាបុគ្គលិកចាស់មែនទេចង់ធ្វើអីស្រេចតែចិត្តគ្មានអ្នកណាហ៊ានថាគិតតែពីរឿងរាល់ថ្ងៃឯងចង់ខ្លាំងមែនទេមនុស្សស្រីគឺមនុស្សស្រីគ្មានគំនិតក្នុងកន្លែងធ្វើការសោះគិតតែពីនិយាយឲ្យរួចពីមាត់មិនគិតថាថ្ងៃក្រោយត្រូវនៅក្រោមបង្គាប់គេទេសម្លាញ់ឲ្យមានរឿងអីចាំចេញពីធ្វើការសឹមនិយាយខ្ញុំប៉ាវបាយមិនបាច់ទេគ្មានន័យអ្វីទៀតឡើយឯងចង់មានន័យថាម៉េចសម្បត្តិឡាឈប់ព្រោះបញ្ហាផ្ទាល់ខ្លួនសូមអនុញ្ញាតលាឈប់សូមចុចខាងក្រោមដើម្បីទស្សនាវីដេអូពេញគេគឺសារចំណាប់អត់ដែរតែថាកុំគឺចុកស៊ីឡើងផុតតែអញមកវាវាស្គមតដែរនេះយ៉ាសកាញ៉ាំអីកុំចុះថតដែរប្រើដោយទំនុកចិត្តជាមួយយ៉ាសកា Body Shave ជាវីតាមីនសម្រកសំឡើងពីក្របធញ្ញជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រកគីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពWow, friend! Apa? ប្រើដោយទំនុកចិត្តជាមួយយ៉ាសកា Body Shave ជាវីតាមីនសម្រកសំឡើងពីក្របធញ្ញជាតិមានប្រសិទ្ធភាពដុតខ្លាញ់មួយតួខ្លួនស្រកគីឡូបានលឿនរាងស្អាតដោយសុវត្ថិភាពជាមួយផលិតផលស្តង់ដារមកពីប្រទេសបារាំង